ជនសង្ស័យចំនួន4នាក់ដែលជាសាច់ញាតិខាងកូនក្រមុំត្រូវបានកងកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកកងពិសីចុះស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ក្រោយបង្កហិង្សាដាក់គ្នាទៅវិញទៅមកក្នុងពិធីមង្គលការរហូតដល់បណ្ដាលឲ្យកុមារម្នាក់រងរបួសការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង4នាក់នេះធ្វើឡើងបន្ទាប់ពីការចែករំលែកវីដេអូសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងពិធីមង្គលការមួយយ៉ាងប្រងព្រាតនៅលើបណ្ដាញសង្គមតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺករណីហិង្សាក្នុងពិធីមង្គលការនេះបានកើតឡើងកាលពីវេលាម៉ោង 12:30 នាទីថ្ងៃទី 13 ខែមករាឆ្នាំ 2026 នៅក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍មួយក្នុងភូមិប្រវកពងឃុំទឹកល្អក់ស្រុកកងពិសីខេត្តកំពង់ស្ពឺតាមរបាយការណ៍ដដែលជនសង្ស័យទាំង4នាក់រួមនឹងបកពួកសាច់ញាតិខាងកូនក្រមុំបានទៅចូលរួមពិធីមង្គលការក៏មានភ្ញៀវទាំងសងខាងបានឡើងរាំលេងយ៉ាងសប្បាយហើយក្នុងពិធីនោះក៏មានភ្ញៀវខ្លះបានរាំស្រងេស្រងាងយកជើងឈូសក្នុងលក្ខណៈឌឺដងដាក់ភ្ញៀវខាងកូនកំឡោះហើយក៏បានបង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមកដោយបានយកកែវចានគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួសជាច្រើនជាពិសេសក្មេងប្រុសម្នាក់ដែលគ្នាមិនដឹងអីបានរងរបួសដៃដេកជាច្រើនធ្នេរយ៉ាងធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាឲ្យកងកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកងកម្លាំងមូលដ្ឋានស្រុកកងពិសីចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនបង្កនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន4នាក់តែម្ដងជនសង្ស័យទាំង4នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី